បងប្អូនទាំងគ្នាបាទថ្ងៃនេះក៏ដូចជាចង់ចែកបាននៅចំណេះដឹងខ្លីៗជូនដល់បងប្អូននៅលើបណ្ដាញសង្គម YouTube ក៏ដូចជាបងប្អូននៅឯនេះស្មត់ទាំងគ្នាបាទអរគុណកម្មកម្មជាមួយនឹង Channel របស់ខ្ញុំផងដែរហើយថ្ងៃនេះបាទខ្ញុំនឹងមានអ្វីប្លែកនិងមានកន្លឹះខ្លីៗចែកជូនទៅដល់បងប្អូនទស្សនាមើលទាំងគ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរហើយកុំភ្លេចបាទជួយ Subscribe Channel របស់ខ្ញុំនៅខាងលើនេះផងដែរបាទអរគុណតោះទស្សនាដូចបាទជួបជាមួយនឹងខ្ញុំបន្តទៀតបាទតកតួងជាមួយនឹងការមិនបង្ហាញបាទនៅសកម្មភាពនៅពេលដែលបងប្អូនចង់ទិញរបស់របរក៏ដូចជាស្បែកជើងសម្លៀកបំពាក់បែបយ៉ាងបាទយើងមិនចង់ធ្វើការដឹងព័ត៌មានមុនបាទនៅក្នុងបណ្ដាញសង្គម Social Media បាទជាដំបូងបងប្អូនដែលមិនទាន់ធ្វើការបិទបាទបងប្អូនចូលទៅកាន់បាទទី1គឺ Setting បាទបន្ទាប់ពីបានចូលទៅកាន់ Setting ហើយបាទបងប្អូនចុចទៅពាក្យបាទមួយទៀតយើងអាចអូសក្រៅមកមានពាក្យថា Privacy and Security បងប្អូនចុចលើពាក្យហ្នឹងមកនៅពេលដែលចុចលើពាក្យហ្នឹងបងប្អូនធ្វើការអូសចុះក្រោមបងប្អូនយកពាក្យថា Microphone បាទនៅពេលដែលយក Microphone ហើយបងប្អូនឃើញ app បាទ clip របស់យើងមានដូចជា Facebook Instagram Music ក៏ដូចជា Guitar បាទអញ្ចឹងបងប្អូនអាចធ្វើការបិទបាទព័ត៌មានមួយណាដែលបងប្អូនគិតថាមិនចង់ឲ្យជនទី3ដឹងនោះទេអញ្ចឹងទីហោះថាកន្លែងនេះគឺវាបើកទេដោយសារតែខ្ញុំបានបង្ហាញមុនអញ្ចឹងលើកនេះខ្ញុំបង្ហាញភាសាទៀតបាទអញ្ចឹងយើងចង់លក្ខណៈថាយើងបិទបណ្ដាញសង្គម Facebook មួយបាទអញ្ចឹងយើងថយ back ទៅវិញដល់ពេលដែល back ទៅវិញហើយបងប្អូនចូលទៅពាក្យមួយទៀតគឺ Apple Advertising បាទអញ្ចឹងបងប្អូនចុចលើពាក្យហ្នឹងមកនៅពេលចុចលើពាក្យហ្នឹងហើយគឺកន្លែងនេះគឺខ្ញុំបានបិទហើយបើសិនជាបងប្អូនមិនទាន់បិទយើងធ្វើការបិទ off ហ្នឹងមកបាទអញ្ចឹងយើងមិនចង់ឲ្យវាចេញបរិយាកម្មមុនអញ្ចឹងណាអញ្ចឹងយើងបិទកន្លែងហ្នឹងប៉ុន្តែបងប្អូនថយទៅទាំងអស់បាទនៅពេលដែលថយឲ្យបងប្អូនចុចលើពាក្យបាទកន្លឹះមួយទៀតបងប្អូនអាចវាយនៅកន្លែងនេះទៅគឺដាក់ថា Siri and search បាទនេះអញ្ចឹងវាចេញមកយើងចុចលើហ្នឹងមកអញ្ចឹងកន្លែងនេះគឺមុនដំបូងវាបើកអញ្ចឹងបងប្អូនបិទមកកន្លែង pass slide button for Siri នេះគឺយើងបិទចំណុចហ្នឹងមកដើម្បីកុំឲ្យវាចេញនៅបាទអ្វីដែលយើងចង់និយាយមុនអញ្ចឹងណាបាទអញ្ចឹងយើងបិទកន្លែងហ្នឹងមកគឺ power off បាទបន្ទាប់ពីបិទហើយបាទបងប្អូនធ្វើការបញ្ជាក់ទៀតបងប្អូនអាចធ្វើការកន្លែងនេះបាទខ្ញុំបង្ហាញកន្លែងមួយទៀតគឺ tracking បាទអញ្ចឹងបងប្អូនមុនដំបូងយើងបើកចិត្តទេបាទអញ្ចឹងយើងចង់បិទយើងបិទកន្លែងហ្នឹងមកបាទអញ្ចឹងវាមានន័យថាវាបិទទាំងអស់កម្មវិធីដែល social media ដែលចង់បង្ហាញបងប្អូនអញ្ចឹងណាអញ្ចឹងប៉ុណ្នេះគឺយើងបិទរួចរាល់ហើយអញ្ចឹងយើងអាចបើក Facebook គឺបានដោយធម្មតាផងដែរហើយបើសិនឆាញបាទតែម្ដងបាទអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការចូលទៅកាន់ setting មកបន្ទាប់ពីចូលកន្លែង setting ឲ្យបងប្អូនធ្វើការទាញឡើងលើតិចបាទអញ្ចឹងវាមានដាក់កន្លែង setting ហើយ search បាទប៊ូតុង search អញ្ចឹងមានន័យថាបងប្អូនអាចវាយពាក្យកន្លែង search ហ្នឹងមកបាទយើងវាយពាក្យថា HDR ចុះដល់ពេលដែលវាយពេញពាក្យបែបនេះហើយយើងចូលកន្លែង view full HDR មកអញ្ចឹងកន្លែង view full HDR នេះគឺបងប្អូនធ្វើការបិទវាមកបាទអញ្ចឹងមុនដំបូងគឺយើងបើកទេហើយឥឡូវគឺយើងបិទទៅវិញដោយសារតែយើងមិនចង់ឲ្យប្រើនៅកម្មវិធីនេះបើមិនយើងប្រើក៏បានដែរមិនប្រើក៏បានដែរដោយសារតែការប្រើនិងមិនប្រើគឺវាខុសគ្នាត្រង់ចំណុចមួយនៅពេលដែលបងប្អូនចង់ថតវីដេអូមួយកន្លែងវាល្ងិតគឺវាឲ្យយើងភ្លឺវាត្រូវហើយតែបើសិនជាកន្លែងណាដែលវាភ្លឺវាបែរជាល្ងិតវិញអញ្ចឹងបើសិនជាយើងថតមុខរបស់យើងគឺធ្វើឲ្យមុខរបស់យើងបើឃើញនៅមុនក៏ដូចជាពណ៌មិនស្រស់ស្អាតទេបាទអញ្ចឹងបន្តយើងចុចកន្លែង setting ថយក្រោយវិញមកហើយយើងយកពាក្យថា HDR video ចឹងនៅពេលដែលបានមកដល់ហ្នឹងហើយបងប្អូនធ្វើការ search បាទអូសចុះក្រោមមកបាទអញ្ចឹងកន្លែង HDR video កន្លែងហ្នឹងបងប្អូនធ្វើការបិទអញ្ចឹងមកអញ្ចឹងមុនដំបូងវាបើកចេះទេបាទខ្ញុំបង្ហាញមួយមុនដំបូងគឺវាមកអញ្ចឹងទេអញ្ចឹងយើងបិទវាមកបាទបន្ទាប់ពីបានបិទហើយបងប្អូនធ្វើការថយទៅវិញបាទអញ្ចឹងបងប្អូនទៅធ្វើតេស្តបាទនៅកាមេរ៉ាបងប្អូនបាទអញ្ចឹងនៅពេលដែលធ្វើតេស្តឃើញទេគឺវាពន្លឺប៉ុន្មានគឺវាជះនៅប៉ុណ្ណឹងបាទអញ្ចឹងមានន័យថានៅពេលដែលយើងថតរបស់ផ្ទៃមុខរបស់យើងគឺពិតជាទទួលយកបានបាទអញ្ចឹងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះហើយសង្ឃឹមថាបងប្អូននឹងធ្វើតាមនឹងទទួលបានជោគជ័យផងដែរបាទអរគុណហើយបើសិនជាពេញចិត្តបាទនៅវីដេអូនេះបាទសូមមេត្តាចុច like
share comment ដើម្បីទទួលបាននៅចំណេះដឹងខ្លីៗពី channel ពុទ្ធសាសនាផងដែរបងប្អូនជួបគ្នានៅវីដេអូក្រោយផងដែរ